ទីកន្លែងដែលប្រមូលផ្ដុំមនុស្សម្នាជាច្រើនមកពីច្រើនភូមិហើយមករួមគ្នាដើម្បីលេងកម្សាន្តសប្បាយអបអរនៅរដូវបុណ្យទានម្ដងភូមិនេះពិតជាសប្បាយខ្លាំងណាស់នៅពេលរដូវបុណ្យទានសូមគ្រប់ជម្រាបសួរលោកតាលោកយាយអ៊ំពូមីងបងប្អូនប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះសូមជម្រាបអ្នកទាំងអស់គ្នារីករាយទស្សនានៅទិដ្ឋភាពតាមដងផ្លូវនៅក្នុងភូមិត្របែកឃុំមេមត់ស្រុកមេមត់ខេត្តត្បូងឃ្មុំទីតាំងនេះជារៀងរាល់ឆ្នាំតែងតែទទួលរាក់ទាក់ចំពោះភ្ញៀវមកពីទីជិតទីឆ្ងាយដើម្បីរួមកម្សាន្តសប្បាយក្នុងឱកាសបុណ្យទានម្ដងជាពិសេសនៅរដូវបុណ្យចូលឆ្នាំតែម្ដងពួកបងប្អូនអ្នកភូមិពិតជារីករាយរាក់ទាក់ខ្លាំងណាស់គាត់ពូកែទទួលភ្ញៀវទោះភ្ញៀវមិនថាមកពីទីណាតំបន់ណាទេគឺគាត់រាក់ទាក់ទទួលទាំងអស់តែម្ដងដូច្នេះហើយទើបបងប្អូនប្រជាពលរដ្ឋពីភូមិផ្សេងតែងតែមកលេងភូមិនេះជារៀងរាល់ឆ្នាំចាបងប្អូនទាំងអស់គ្នាហើយផ្លូវដែលបានថតជូនបងប្អូនទស្សនានេះគឺយើងធ្វើដំណើរពីត្បូងទៅជើងធ្វើដំណើរនេះគឺយើងចេញពីសាលាបុណ្យមកដល់ចុងភូមិតែម្ដងបងប្អូនទាំងអស់គ្នាចុងភូមិភាគខាងជើងនៃភូមិត្របែកទិដ្ឋភាពតាមផ្លូវបេតុងនេះពិតជាស្អាតតែបងប្អូនទាំងអស់គ្នាបងប្អូនប្រជាពលរដ្ឋអមសងខាងអ្នកណាចង់ទៅអីវ៉ាន់ក៏លក់ទៅចាព្រោះអីអត់មានដីហុយដូចមុនទេបងប្អូនស្អិតជើងក៏មានស្អិតជើងអ្នកមកលេងពេលបុណ្យចូលឆ្នាំនេះក៏មានចំនួនច្រើនជាងមុនងាយស្រួលក្នុងការធ្វើដំណើរមិនស្អិតដូចមុនចឹងណាបងប្អូនហើយបងប្អូនប្រជាពលរដ្ឋក្នុងភូមិពិតជាសប្បាយចិត្តខ្លាំងមកគាត់បានទៅទីតុងនេះលេងនេះក៏សប្បាយចិត្តដែរបងប្អូនហើយល្ងាចឡើងពេលព្រឹកពេលល្ងាចនាំគ្នារត់លេងលើផ្ទៃបេតុងដោយសារតែ